ต่อปุกไม้บางคนก็เนี่ยมือดามถนอดมาดาวมีเตียดมาดาวยมบางหายมนนึงนึงบาน7 20 ลิตรจำนายไอ้ดาวนี่เป็นบาน10 ลิตรเชียงบางคนบ่หายตึกถนอด10 ลิตรนึงยังไอ้ประโมวิบานเจียงรอทั้งไงบางคนบ่จังก็มอยขาดเปยูบางคนtừมือจมูกยมตึกออกเนี่ยบางคนบสันจีปุกไม้บางคนโจจัดในวิดีโอบ่ยมนี่โซบางคนออกเนี่ยคอมเพล็กช่วยจุดไลค์ช่วยแชร์นึงช่วย follow account บ่ยมเนี่ยมวยพงบางคนบ่เนใบเอายมนึงมีกำลังจัดធ្វើวิดีโอบรรทายទៀតยมนึงជាយាមធ្វើវីដេអូបន្តទៀតដើម្បីឲ្យពុកម៉ែបងប្អូនរបស់គ្នានឹងយល់កាន់តែច្បាស់អំពីការឡើងយកទឹកត្នោតនេះព្រោះអីមានបងប្អូនខ្មែរយើងច្រើនណាស់ដែលគាត់នៅតែមានចម្ងល់អញ្ចឹងណាអញ្ចឹងហើយដល់ពេលជួនកាលទៅគាត់អាចនឹងមើលវីដេអូរបស់ខ្ញុំហើយគឺគាត់នឹងដឹងហើយបងប្អូនបាទព្រោះអីដើមត្នោតនេះគឺជាសម្បត្តិជាតិរបស់យើងដែរបងប្អូនបាទអញ្ចឹងខ្ញុំធ្វើវីដេអូតាក់ទងអំពីការឡើងត្នោតនេះពេលខ្លះទៅបងប្អូនរបស់គ្នានឹងអាចយល់ដឹងខ្លះព្រោះអីមានបងប្អូនអ្នកដែលអត់ចេះឡើងត្នោតហ្នឹងគឺគាត់មិនដែលបានឃើញសកម្មភាពនៅលើដើមត្នោតទេបងប្អូនបាទហើយមិនដឹងថាអ្នកឡើងត្នោតហ្នឹងគឺគាត់ធ្វើអ្វីខ្លះនៅលើដើមត្នោតបាទសកម្មភាពនៅលើដើមត្នោតវាគ្មានអីចម្លែកទេបងប្អូនបាទមានតែប៉ុណ្្នឹងមានតែគៀបត្នោតចាត់ត្នោតផ្ទេយកទឹកត្នោតហើយដែលខ្ញុំខំប្រឹងធ្វើវីដេអូកន្លងមកនេះគឺខ្ញុំគ្រាន់តែធ្វើដើម្បីឲ្យពុកម៉ែបងប្អូនរបស់គ្នាបានដឹងនិងបានឃើញបានយល់ពីការឡើងយកទឹកត្នោតនេះទេបងប្អូនខ្ញុំមិនដែលទទួលបានប្រាក់ចំណូលអ្វីពីវីដេអូរបស់ខ្ញុំនេះទេអញ្ចឹងហើយសូមបងប្អូនមួយចំនួនដែលគាត់យកវីដេអូខ្ញុំទៅផុសដើម្បីរកលុយរកអីហើយគ្មានការអនុញ្ញាតគឺខ្ញុំមិនអាចឲ្យពួកគាត់យកវីដេអូខ្ញុំទៅបានទេបងប្អូនបាទហើយក៏សំណូមពរដល់ពួកគាត់ផងបាទកុំយកវីដេអូខ្ញុំទៅដោយគ្មានការអនុញ្ញាតព្រោះអីខ្ញុំអាចនឹងដឹងពីបងប្អូនដែលយកវីដេអូខ្ញុំទៅនឹងខ្ញុំអាចប្លុកវីដេអូបងប្អូនរបស់គ្នាបានបងប្អូនបាទហើយពេលខ្លះហ្នឹងគឺគាត់យកទៅផុសហ្នឹងគឺគាត់អត់ប្រាប់ពីប្រភពម្ចាស់ដើមច្បាស់លាស់ទេបងប្អូនបាទឥឡូវចូលមកដល់វីដេអូរបស់ខ្ញុំវិញបងប្អូនបាទហើយដែលខ្ញុំកំពុងតែកាត់ស្លឹកត្នោតនេះអាហ្នឹងគឺគេហៅថាខ្ចាល់បងប្អូនហើយមិនដឹងជានៅខាងស្រុកបងប្អូនគេហៅអីណាប៉ុន្តែគ្រាន់តែថានៅខាងស្រុកខ្ញុំនេះគេហៅខ្ចាល់ហ្នឹងគឺយើងធ្វើដើម្បីក្របទៅលើបំពង់យើងក្របជាគម្របបំពង់ដើម្បីកុំឲ្យទឹកត្នោតហ្នឹងវាកឡកបងប្អូនបាទពេលខ្លះទៅយើងដឹកតាមម៉ូតូដឹកតាមអីចឹងទៅវាកឡកកាលណាយើងដាក់អាគម្របហ្នឹងទៅគឺវាអត់កឡកទេបងប្អូនបាទហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងបងប្អូនបាទចាំជួបគ្នាជាមួយខ្ញុំបាទនៅវីដេអូក្រោយៗទៀត